ចូលរួមកម្មវិធីនេះដោយសារតែខ្ញុំគិតថាខ្ញុំអាចចូលជាចំណែកមួយដើម្បីជួយដល់អ្នកផលិតខ្សែភាពយន្តវ័យក្មេងរបស់ខ្មែរយើងហើយក៏អាចជួយដល់វិស័យភាពយន្តរបស់ខ្មែរយើងផងដែរខ្ញុំសង្ឃឹមថានៅពេលដែលទស្សនិកជនគាត់បានទស្សនានៅខ្សែភាពយន្តខ្លីៗនៃក្រុមខ្ញុំដែលជាបែបភាពមួយក្នុងកម្មវិធីនេះបានផលិតពួកគាត់នឹងបានទទួលព័ត៌មានដែលពីមុនពួកគាត់អត់ធ្លាប់បានដឹងគឺសារមួយដែលពួកយើងបានផ្ដល់នៅក្នុងខ្សែភាពយន្តខ្លីៗនោះគឺផលវិបាកដែលស្ត្រីខ្មែរនឹងទទួលបាននៅពេលដែលពួកគាត់ធ្វើការចំណាក់ស្រុកហើយរៀបការជាមួយនឹងរដ្ឋប្រទេសដែលសំខាន់បំផុតនោះគឺប្រធានបទនៅក្នុងឆ្នាំនេះរបស់ចតុមុខ Short Film Festival នោះគឺការជួញដូរមនុស្សហើយវាតកតងជាច្រើនមែនទែនតកតងជាមួយនឹងការចែករំលែកនៅព័ត៌មានសំខាន់ក៏ដូចជាចំណាត់បញ្ហាសំខាន់តកតងជាមួយនឹងការធ្វើចំណាក់ស្រុកដោយគ្មានប្រសិទ្ធភាពលោកគឺជាច្រើនត្រូវចេះសម្អាតគ្នានិងមិនត្រូវគិតថាជឿអ្វីដែលងាយហើយត្រូវតែព្យាយាមក្នុងការពិភាក្សាគ្នាដើម្បីចូលរួមចំណែកអូសទាញគ្នាកុំឲ្យចិត្តតែជឿតាមគ្នាពួកវាយើងពិតក្នុងសង្គមវាបង្ហាញពីសកម្មភាពពិតជីវិតពិតរបស់សង្គមយើងកំពុងតែកើតមាននៅបច្ចុប្បន្នជាសារដ៏ល្អមួយសម្រាប់ប្រជាជនមានចំនួនធំឬចំនួនតូចតែមិនទាន់មានបទពិសោធន៍ហើយសង្ឃឹមថាពួកគាត់នឹងយល់ដឹងច្បាស់ពីសិក្សាស្វែងយល់ពីឈ្មោះជាផុតពីការចាញ់បាល់របស់ឈ្មោះខូចខូចShort Film Festival អូខេបងណា